នៅក្នុងលោកយើងនេះគ្មានអ្វីដែលល្អចំពោះយើងឲ្យដូរជាខ្លួនយើងជាមនុស្សល្អនោះឡើយបើយើងមិនមែនជាមនុស្សល្អហើយប្រកាសជាមិនមានអ្នកណាមួយមកជួយឲ្យយើងរួចផុតចាកសេចក្តីទុក្ខបានឡើយកាលបើពិចារណាឃើញមានបុគ្គលជាទីស្រឡាញ់របស់យើងនៅជុំវិញខ្លួនយើងដូច្នេះហើយក៏បីត្រូវចេះស្រឡាញ់ខ្លួនឯងកាលបើពិចារណាឃើញខ្លួនយើងជាទីស្រឡាញ់នៃអ្នកដទៃដូច្នេះហើយក៏បីត្រូវជាអ្នកចេះស្រឡាញ់ខ្លួនឯងកាលបើយើងបានពិចារណាឃើញថាខ្លួនជាទីស្រឡាញ់របស់ខ្លួនក៏បីរក្សាខ្លួនឲ្យល្អការរក្សាខ្លួនឲ្យល្អដើម្បីបានជួយខ្លួនឯងផងបាននៅជាមួយនឹងអ្នកដែលយើងស្រឡាញ់ផងនិងដើម្បីកុំឲ្យអ្នកដែលស្រឡាញ់យើងទាំងប៉ុន្មាននោះខកចិត្តខុសសង្ឃឹមកើតទុក្ខផងកុំមើលងាយថាបាបតិចតួចហើយចេះតែធ្វើសន្សំនោះទាំងក៏មើលងាយថាបុណ្យតិចតួចហើយមិនធ្វើមិនសន្សំរឿងទាំងពីរនេះបើយើងសន្សំរឿយៗគឺដូចជាទឹកត្នោតស្រក់តក់ពេញបំពង់ដូចនោះឯងមិនមានអ្នកណាមួយមកជួយសន្សំទុកដាក់បុណ្យឲ្យយើងទេដូច្នេះត្រូវចេះសន្សំបុណ្យទុកដាក់ថែរក្សាបុណ្យដោយខ្លួនឯងយើងធ្វើបុណ្យដោយមិនចាំបាច់មានអ្នកណាមកធានាផលរបស់បុណ្យឲ្យយើងឡើយប៉ុន្តែកាលដែលយើងធ្វើបុណ្យស្ដាប់ធម៌ទេសនារឿយៗហើយអ្វីចេះតែល្អមករកយើងច្រើនឡើងអ្វីដែលអាក្រក់មិនមានទេព្រោះមកអំពីបុណ្យផ្សេងដែលបុគ្គលបានសន្សំហើយនឹងស្ដាប់ធម៌សិក្សាព្រះធម៌នាំឲ្យសម្បូរដោយយោនិសោមនសិការៈយោនិសោមនសិការៈគឺជាការធ្វើទុកនៅក្នុងចិត្តដ៏ត្រឹមត្រូវទៅតាមហេតុនិងផលធ្វើឲ្យអារម្មណ៍ទាំងពួងជាបច្ច័យនៃសេចក្តីសុខក្នុងកុសលចិត្តប្រៀបដូចជាពូជផ្អែមក្នុងដើមអំពៅដូច្នោះឯងអារម្មណ៍ទាំងពួងប្រៀបដូចជាផែនដីចំណែកយោនិសោមនសិការៈប្រៀបដូចជាពូជផ្អែមក្នុងដើមអំពៅក្នុងសេចក្តីដែលថាយោនិសោមនសិការៈជាបតដ្ឋាននៃគ្រប់កុសលធម៌ទាំងអស់មានមេត្តាចិត្តមកអំពីមាននៅមេត្តានិមិត្តគ្រឿងសម្គាល់ដែលនាំឲ្យមានមេត្តាគឺស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួនឯងមិនមានឡើយត្រូវយកខ្លួនឯងជាឧបមាគ្រប់គ្នាប្រាថ្នាសេចក្តីសុខត្រូវរៀនឲ្យអភ័យដល់អ្នកដទៃដើម្បីឲ្យអភ័យទៅបានត្រូវពិចារណាគុណអ្នកដទៃផងហើយពិចារណានៅការខ្វះខាតដែលជាទោសរបស់ខ្លួនឯងផងហើយត្រូវកុំភ្លេចគិតថាមិនមានអ្នកណាធ្វើលោភៈទោសៈមោហៈឲ្យខ្លួនឯងទេការឲ្យអភ័យគឺជាតួសិលដ៏បរិសុទ្ធប្រកបដោយសេចក្តីអត់ធន់មេត្តាករុណានិងបញ្ញាចាក់ធ្លុះនៅការពិតគ្រប់រឿងរ៉ាវផ្សេងសំខាន់បំផុតក្នុងជីវិតគឺមិនមានទុក្ខផ្លូវចិត្តមិនមែននៅត្រង់មានលុយច្រើននោះទេដើម្បីមិនកើតទុក្ខផ្លូវចិត្តគឺចិត្តត្រូវមានសតិជាទីពឹងត្រូវប្រយ័ត្នបីសាចក្នុងគំនិតរបស់ខ្លួនឯងបីសាចកិលេសដែលវាឲ្យយើងគិតថាអ្នកនេះជេរយើងអ្នកនេះមាក់ងាយយើងអ្នកនេះប្រហារយើងអ្នកនេះផ្ចាញ់ផ្ចាលយើងឬក៏អ្នកនេះយករបស់យើងជាដើមពាវេរីមិនស្ងប់រងាប់ឡើយតាមសច្ចធម៌នៅក្នុងលោកអត់មានអ្នកណាម្នាក់ឡើយបើយ៉ាងនឹងសុខចិត្តទេគឺមិនចាញ់ប្រៀបអ្នកណាហើយក៏មិនឈ្នះអ្នកណាដែរមានតែឈ្នះទុកនៅក្នុងចិត្តរបស់ខ្លួនតែប៉ុណ្ណោះគួរមានស្មារតីរស់នៅក្នុងអារម្មណ៍របស់វិបស្សនាឲ្យបានរឿយព្រោះនេះជាលោកដែលមិនមានអវិជ្ជាហើយនឹងតោមនស្សអារម្មណ៍របស់វិបស្សនាជាលោកនៃការរស់នៅដោយនេក្ខមសុខ
យើងគិតតែពីស្វែងរកលៀបស្វែងរកយុះតើយើងមានគិតស្វែងរកខ្លួនឯងទេតើខ្លួនយើងជាអ្វីទៅដែលជាអ្នកបានលៀបបានយុះនោះក្រៅអំពីចិត្តចេតសិកដឹងអារម្មណ៍ព្រោះតែប្រាថ្នារកសេចក្តីសុខនៅក្នុងលៀបសេចក្តីសុខនៅក្នុងយុះសេចក្តីសុខនៅក្នុងការសរសើរទៅធ្វើឲ្យការរស់នៅមិនបានសេចក្តីសុខដ៏ពិតប្រាកដសេចក្តីសុខពិតប្រាកដគឺប្រះចាកសេចក្តីប្រាថ្នារស់នៅជាមួយនឹងបញ្ញាឃើញធម្មតាធម៌តាមសេចក្តីពិតការពិតគ្រប់យ៉ាងសុទ្ធតែត្រឹមត្រូវស្រេចហើយបើចេះតែចង់ឲ្យអ្វីៗដូចចិត្តខ្លួនឯងយើងមិនអាចរកការពិតឃើញឡើយសប្បាយព្រោះបានដូចចិត្តវាជាធម្មតារបស់សត្វលោកសូម្បីតែសត្វតិរិច្ឆានប៉ុន្តែសប្បាយព្រោះបានដឹងថាអ្វីៗមិនមែនចេះតែបានដូចចិត្តនេះទៅជាសេចក្តីសប្បាយរបស់អ្នកមានបញ្ញារកឃើញសច្ចៈនៅក្នុងលោកសច្ចៈក្នុងលោកគឺលោកនេះមានការពិតខ្លួនឯងស្រេចស្រាប់ទៅហើយពាក្យថាការពិតគឺសំដៅយកលក្ខណៈនៃអ្វីៗដែលកើតឡើងត្រឹមត្រូវតាមហេតុមិនមែនតាមការទាមទារមិនមែនតាមការបង្គាប់បញ្ជាមិនមែនតាមការអង្វរករមិនមែនខុសហេតុនិងមិនមែនអត់ហេតុឡើយទាំងដែលកើតឡើងហើយរមែងរលត់ទៅវិញមិនតាំងនៅក្នុងទីណានោះទេសេចក្តីសុខមិនមែននៅត្រង់បានធ្វើជាអ្នកមាននោះទេបុគ្គលណាបានស្វែងរកឃើញខ្លឹមសារពិតនៃជីវិតហើយរស់នៅជាមួយនឹងខ្លឹមសារពិតនោះដោយសេចក្តីស្រឡាញ់បុគ្គលនោះឯងជាអ្នកមានសេចក្តីសុខជាអ្នកមាននៅទីពឹងលោក6មានលោកភ្នែកជាដើមគឺជាសាលារៀនអារម្មណ៍6មានរូបារម្មណ៍ជាដើមគឺជាមេរៀនបរិញ្ញា3គឺជាការរៀនចប់ចូលព្រះនិព្វានកាលណាដែលយើងបានឃើញលោកនេះសុទ្ធតែជាមេរៀនគឺកាលនោះមិនមានបញ្ហាសម្រាប់ជីវិតឡើយអ្វីៗទាំងអស់នៅក្នុងលោកហាក់ដូចជាកំពុងតែសម្ដែងធម៌ប្រាប់យើងបញ្ញាគឺជាខ្លឹមសារដ៏សំខាន់នៅក្នុងជីវិតមិនចាំបាច់ធ្វើខ្លួនដើម្បីឲ្យគេសរសើរថាល្អឲ្យគេសរសើរថាវិសេសអស្ចារ្យអ្វីទៅនោះឡើយព្រោះវាជារឿងញាប់ញ័រនៃចិត្តបើយើងគ្រាន់តែបាននៅសេចក្តីសុខស្ងប់ចិត្តក្នុងអ្វីដែលយើងធ្វើប្រចាំថ្ងៃនោះគឺវាក្រៃលែងជាងការបាននៅពាក្យសរសើរពីអ្នកដទៃនោះទៅទៀតទាំងលៀបទាំងយុះអ្វីក៏ដោយគឺមិនមែនជាខ្លឹមសារនៃជីវិតនោះទេសេចក្តីស្ងប់ចិត្តតែម្យ៉ាងទៅជាខ្លឹមសារជាជោគជ័យពិតប្រាកដនៃជីវិតទាំងដែលជាទីបញ្ចប់នៃសេចក្តីប្រាថ្នាសេចក្តីញាប់ញ័រនៅក្នុងលោកការប្រៀបធៀបខ្លួននឹងអ្នកដទៃគិតទៅក្នុងការបានលៀបក្នុងការបានយុះជាដើមគឺដូចជាកំពុងតែរត់ប្រណាំងគ្នាចិត្តរមែងញាប់ញ័រចិត្តដែលបានអប់រំនៅក្នុងធម៌របស់ព្រះអរិយៈរមែងត្រេកអរក្នុងអារម្មណ៍របស់ខ្លួនមិនមានការប្រណាំង